ชีวิตและความหล่อเลี้ยงเห็นกันได้ไหมคือโยธีไทยនៅតែបន្តឈ្លានពានទឹកដីកម្ពុជាដែលជាពរណភាពទឹកដីជាដែនអធិបតេយ្យភាពរបស់កម្ពុជាហើយគេបានលើកឡើងថាគេនឹងបន្ទន់សមត្ថភាពយោធាកម្ពុជាដោយប្រើយន្តហោះចម្បាំង S16 ដែលប្រើដ្រូនពិឃាតហើយជាដើមឬក៏វាយលុកដោយថ្មើរជើងគេបាននិយាយឲ្យថាគេនឹងកំទេចទុនសមត្ថភាពយោធាកម្ពុជាអញ្ចឹងនៅតំបន់ណាដែលមានទីតាំងយោធាកម្ពុជាតំបន់ណាដែលមានផ្លូវធ្វើចរាចរណ៍ដូចជាស្ពានជាដើមគឺថៃប្រើយន្តហោះ S16 ទៅកំទេចទីតាំងទាំងនោះមុនដំបូងគឺជាចំនួនព្រំដែនប៉ុន្តែបច្ចុប្បន្ននេះមិនមែនជាចំនួនព្រំដែនទេគឺជាការឈ្លានពានគឺឃើញច្បាស់នឹងភ្នែកតែម្ដងឥឡូវនេះថៃបានបាញ់មកដល់ទម្លាក់ក្របបែកមកដល់ស្រុកស្រីស្នំខេត្តសៀមរាបចូលមក100គីឡូពីទីតាំងបន្ទាត់ព្រំដែនមកដល់ស្រុកស្រីស្នំនោះ100គីឡូអញ្ចឹងថៃចាប់ដើមឈ្លានពានហើយវាយគ្រប់ទីតាំងទាំងអស់របស់ថៃវាយនៅភូមិព្រៃច័ន្ទភូមិជោគជ័យនៅខាងអដរមានជ័យស្រីស្នំប្រាសាទតាម៉ាន់ធំឯព្រះវិហារជាដើមគឺថៃសម្រុកវាយគ្រប់ទីតាំងទាំងអស់ដោយសារគេប្រើអាវុធទំនើបយន្តហោះ A16 ទម្លាក់ទៅលើមកដ្រូនពិឃាតបាញ់ផ្លោងជាដើមប៉ុន្តែការបាញ់ផ្លោងគឺកម្ពុជាយើងក៏បាញ់ផ្លោងតដៃវិញដែរដោយប្រើ BM21 អា40កណ្ដុងណាប៉ុន្តែខាងគេនោះគេមានលើសយើងគឺមានយន្តហោះ A16 ជាដើមប៉ុន្តែមិនជាបញ្ហាគឺកងទ័ពកម្ពុជារបស់យើងគឺមានចិត្តស៊ូមែនទែនក្រាញនានានៅទីតាំងនឹងអត់ចេញទេអត់រត់ដកទ័ពឬអត់ដកថយទេគឺរកក្រាញនានាការពារទឹកដីកម្ពុជារបស់យើងប៉ុន្តែសូមឲ្យបងប្អូនទាំងក្នុងប្រទេសនិងក្រៅប្រទេសមេត្តាជួយជ្រោមជ្រែងជួយជាកម្លាំងដើម្បីជួយកម្ពុជារបស់យើងដែលក្រោមការឈ្លានពានរបស់ថៃគឺថៃគេបានបាញ់ផ្សែងពុលផងប្រើដ្រូនពិឃាតផងប្រើយន្តហោះ S16 ផងបាញ់គ្រាប់ផ្លោងដោយកំភ្លើងធំផងប៉ុន្តែធ្វើអីកម្ពុជាអត់បានទេបានតែប្រើយន្តហោះអីហោះមកចូលដីកម្ពុជាទម្លាក់គ្រាប់បែកប៉ុណ្្នឹងឯងហើយឥឡូវនេះឃើញថាគេបានផ្ដាច់ស្ពាននៅខេត្តពោធិ៍សាត់មួយគឺស្ពានមេទឹកកាលពីម្សិលមិញហើយថ្ងៃនេះគេបានផ្ដាច់ស្ពានមួយទៀតនៅខេត្តឧត្តរមានជ័យជាងឃើញថាវាយគ្រប់ទីតាំងទាំងអស់ហើយក្រសួងការពារជាតិរបស់យើងក៏បានរាយការណ៍ជាបន្តបន្ទាប់អញ្ចឹងសូមឲ្យបងប្អូនមេត្តាចូលទៅមើលព័ត៌មាននៅเพจក្រសួងការពារជាតិបងប្អូនខ្លះក៏មានឆ្ងល់ថាចុះហេតុអីបានជាថៃនេះវាឈ្លានពានទឹកដីកម្ពុជាវាចង់បានអីតាមពិតមែនទេទៅថៃគឺវាចង់បានទឹកដីកម្ពុជារបស់យើងមកទៅគ្រប់គ្រងថាជាដីរបស់វាអញ្ចឹងណាហើយកាលពីមុនក៏ថៃក៏បានឈ្លានពានទឹកដីកម្ពុជាយើងដែរប៉ុន្តែក្រោយមកបារាំងក៏បានកាត់ដីនឹងឲ្យយើងមែនទេទៅគឺយើងដើរនយោបាយខុសក៏បាត់បង់ទឹកដីនៅសល់ប៉ុណ្ណឹងហើយឥឡូវនេះប៉ុណ្ណឹងហើយក៏អាខាងកើតក៏ឈ្លានពានអាខាងលិចក៏ឈ្លានពានគឺយួនវាបច្ចេះឲ្យថៃវាយខ្មែរហើយវាបានឱកាសនេះវាលេបតបាក់ធ្វើថ្នល់ឆ្លងសមុទ្រមកកាន់កោះត្រល់នៅពេលខ្មែរយើងជាប់ដៃវាយជាមួយថៃយើងទុនដៃយើងបាត់បង់ធនធានបាត់បង់អីច្រើនវាចាប់ដើមមានឱកាសវាយួនហ្នឹងគឺខូចមនុស្សខូចទេយួនអាថៃហ្នឹងគឺវាចង់បានទឹកដីខ្មែរយើងទាំងអស់គ្នាហ្នឹងវាពុះជ្រែកចែកគ្នាអញ្ចឹងសូមឲ្យបងប្អូនយើងមានតែយើងខ្លាំងទេទើបអាចទៅរួចបើយើងមិនខ្លាំងគ្មាននរណាជួយយើងបានទេឥឡូវឃើញចិនជាមហាមិត្តស្លាប់រស់ពាន់ឆ្នាំឥឡូវនេះបានចេញថ្កោលទោសថៃទេអត់មានទេស្ងាត់ឈឹងដូចចៅលួចសេះវៀតណាមជាមិត្តភាពពាន់ឆ្នាំជាមួយយើងដែរប៉ុន្តែបច្ចុប្បន្ននេះអត់មានកម្រើកអត់មានមាត់មួយម៉ាត់ទេស្ងាត់ជ្រាបតែម្ដងបានអាមេរិកហើយនឹងប្រទេសម៉ាឡេស៊ីទេដែលជួយខ្នះខ្នែងជួយថ្កោលទោសឲ្យយើងជួយស្ដីថាជួយនិយាយឲ្យយើងនោះបានពីប្រទេសនឹងឯងក្រៅពីនឹងអត់ទេស្ងាត់ឈឹងអញ្ចឹងកុំឲ្យលេងជាមួយចិនមានតែផលប្រយោជន៍ទេគេមានពាក្យស្លោកគេថាឆ្មាសឆ្មាខ្មៅអត់បញ្ហាសំខាន់ចាប់កដោបានអាហ្នឹងមួយហើយមួយទៀតគ្មានមិត្តគ្មានសត្រូវមានតែផលប្រយោជន៍នេះហើយចំណែកវៀតណាមនោះគេបានលើកឡើងថាបន្ទន់ឆ្អឹងលេបទាំងមូលណែវាអញ្ចឹងវៀតណាមគេចង់ក្លាយជាមហាអំណាចដើម្បីក្លាយជាមហាអំណាចបានគឺត្រូវតែពង្រីកទឹកដីបានធំទើបក្លាយជាមហាអំណាចអញ្ចឹងគេត្រូវការយកឡាវគេត្រូវការយកកម្ពុជាដើម្បីពង្រីកធ្វើជាប្រទេសរបស់គេជារដ្ឋសហព័ន្ធរបស់គេក្រោមការគ្រប់គ្រងរបស់គេប៉ុន្តែมันអាចទៅរួចទេថ្ងៃឥឡូវនេះมันអាចឈ្លានពានទឹកដីបានបើថាដាក់អាណានិគមបែបសេដ្ឋកិច្ចអីបានប៉ុន្តែมันអាចទៅរួចទេ
chẳng ở lớn nước Thái cái chập đam liên biên từ đây Campuchia những đòi an đòi lược lang thang Campuchia không ai mà phay cho mũi kế đây không ai từ to tăng cho mũi kế bán này cái lược lang chẳng á chẳng cái cất thạc không ai chẳng ai miền ấy đây không ai chess ấy đây không ai vót không ai to tăng cho mũi kế đây tấp cái lớn liên biên từ đây Campuchia gì vậy bực mình nâng tăng vì mong phần bay bực mong cứ liên biên bánh của ha mà lôi từ đây Campuchia plong crop តលាក់ crop បាច់ដល់យន្តហោះ S16 យន្តដោយដ្រូនពីខៀតទម្លាក់ផ្ដាច់ស្ពានកម្ពុជាយើងតាំងពីម្សិលមិញរហូតដល់ឥឡូវហើយថ្ងៃហ្នឹងគេវាយចូលទៅដល់ស្រុកស្រីស្នំខេត្តសៀមរាបដែលមានចម្ងាយ100គីឡូពីព្រំដែននេះបញ្ជាក់ឲ្យឃើញថាថៃកំពុងតែឈ្លានពានទឹកដីកម្ពុជាហួសបន្ទាត់ក្រហមហើយពីព្រំដែនមកស្រុកស្រីស្នំ100គីឡូហួសបន្ទាត់ក្រហមហើយជាពេលវេលាជាឱកាសដែលកម្ពុជាត្រូវវាយតបតវិញត្រូវតែវាយតបតត្រូវតែប្រើយន្តហោះចំបាំងត្រូវតែប្រើយន្តហោះការពារដែនអាកាសហើយសំណួរសួរថាបងប្អូនខ្មែរយើងសួរថាឲ្យចូលរដ្ឋាភិបាលកម្ពុជាយើងពេលណាបានប្រើសំណាញ់មេឃពេលណាបានប្រើយន្តហោះការពារដែនអាកាសពេលណាបានប្រើ AQ03 អញ្ចឹងអានេះជារឿងមួយដែលយើងឆ្ងល់គ្រប់គ្នាសូម្បីតែខ្ញុំក៏ខ្ញុំឆ្ងល់ដែរហេតុអីបានរដ្ឋាភិបាលកម្ពុជាយើងអត់តដៃដោយប្រើយន្តហោះចម្បាំងដាក់ទៅជាមួយគេហេតុវាយើងមិនប្រើអាវុធទំនើបដាក់ទៅតតាំងជាមួយគេនេះជារឿងមួយដែលយើងត្រូវគិតដូចឆ្ងល់ដូចគ្នាប៉ុន្តែមិនដឹងថាយុទ្ធសាស្ត្ររដ្ឋាភិបាលលោកយ៉ាងណាទេបើយើងមិនដឹងច្បាស់ប៉ុន្តែសូមឲ្យបងប្អូនយើងតាមដានបងប្អូនគ្នាតើស្ថានភាពស្ថានភាពកម្ពុជាថៃនេះថៃបានឈ្លានពានទឹកដីកម្ពុជានឹងដល់កម្រិតណាតើថៃឈ្លានពានទឹកដីកម្ពុជាយើងបានដែរឬទេតើកម្ពុជាយើងនៅតែបន្តឲ្យគេផ្លោងគ្រាប់ឲ្យគេទម្លាក់គ្រាប់បាច់មកលើយោធាកម្ពុជាយើងលើទឹកដីកម្ពុជាយើងលើជនស៊ីវិលយើងទៀតឬយ៉ាងណាចាំមើលសម្ដេចនាយករដ្ឋមន្ត្រីលោកចាត់ចែងគិតគូរយ៉ាងណាទៅតាមលោកអាហ្នឹងយើងប្រជាពលរដ្ឋខ្មែរយើងតាមដានទាំងអស់គ្នាឥឡូវបច្ចុប្បន្ននេះឃើញថាហើយមួយទៀតសំណួរដែលបងប្អូនសួរថាចុះកងទ័ពយើងស្លាប់ប្រជាជនយើងស្លាប់អត់ឲ្យបរោះមិនក៏មិនឃើញផោះមិនក៏មិនឃើញបរោះគេមិនក៏មិនឃើញបង្ហោះមិនក៏មិនឃើញជួនដំណឹងនឹងគេចែកបងប្អូនការថតយោធាយើងស្លាប់ពលីជីវិតហ្នឹងគឺនៅពេលយើងថតប្រងព្រាតធ្វើឲ្យទី1ប៉ះពាល់ដល់ទឹកចិត្តកងទ័ពទី2នៅពេលយើងថតផុសលេនដ្ឋានថតផុសទីតាំងទ័ពឬថតផុសកន្លែងទាហានយើងពលីជីវិតធ្វើឲ្យថៃគេចាប់បានគេយកទៅថតយកទៅរេកាគេទៅ scan មើលទីតាំងរបស់យើងនេះហើយដែលត្រូវប៉ះពាល់ហ្នឹងវាប៉ះពាល់ដល់ទឹកចិត្តកងទ័ពនៅពេលយើងផុសក្នុងគ្នាផុសកងទ័ពយើងស្លាប់ច្រើនធ្វើឲ្យកងទ័ពយើងឃើញអូស្លាប់ច្រើនណាស់សុំបាយរត់ចោលជួរកងទ័ពរត់ចោលលេនដ្ឋាននេះហើយដែលយើងមិនឲ្យដោយសាររដ្ឋាភិបាលយើងមិនឲ្យផុសដោយសារអញ្ចឹងវាប៉ះពាល់ដល់ទឹកចិត្តវាប៉ះពាល់ដល់ទឹកចិត្តកងទ័ពអញ្ចឹងណាទាំងយើងទាំងគេនៅពេលឃើញស្លាប់ច្រើនយើងដែលនៅបានរត់ទេអញ្ចឹងនេះហើយដែលយើងមិនអាចផុសមិនអាចថតសកម្មភាពយោធារបស់យើងបានទេវាប៉ះពាល់ដល់សន្តិសុខជាតិទោះយើងយ៉ាងណាយ៉ាងនេះក៏គឺដាច់ខាតសន្តិសុខជាតិយើងហាមប៉ះពាល់ជាពិសេសគឺបងប្អូនយើងនៅសាច់ញាតិបច្ចុប្បន្ននេះនៅពេលមានកងទ័ពបងប្អូនយោធាយើងពលីជីវិតសាច់ញាតិពលីជីវិតគឺគាត់ថតបង្ហោះនឹងការថតបង្ខំរបស់គាត់គឺធ្វើឲ្យប៉ះពាល់ដល់សន្តិសុខជាតិប៉ះពាល់ដល់ទឹកចិត្តកងទ័ពអញ្ចឹងសំណូមពរឲ្យបងប្អូនយើងធ្វើបន់តាមប្រពៃណីបើសិនមានកងទ័ពយើងពលីជីវិតធ្វើបន់ចោះប៉ុន្តែសូមកុំឲ្យថតផុសនេះជារឿងអធិស្ឋានទាំងអស់គ្នាវាប៉ះពាល់ដល់សន្តិសុខវាប៉ះពាល់ដល់សន្តិសុខជាតិរបស់យើងអញ្ចឹងនៅពេលណាដែលយើងបង្ហោះច្រើនប្រទេសផ្ដាស់ពាក់ព័ន្ធនឹងកងទ័ពធ្វើឲ្យប៉ះពាល់ដល់សន្តិសុខជាតិធ្វើឲ្យថៃវាចាប់ទីតាំងបានអញ្ចឹងឧទាហរណ៍យើងនៅយោធាយើងនៅទីតាំងលេនដ្ឋានយើងថត selfie ផាច់យើងផុសពុបថៃចាប់បានវា scan ទីតាំងហ្នឹងឃើញនឹងអត់បានទេកុំឲ្យសោះអញ្ចឹងរឿងកងទ័ពមួយហាមប៉ះពាល់សូមឲ្យបងប្អូនយើងមេត្តាទាំងអស់គ្នាណាហើយធ្វើមិនទេបើប្រទេសយើងកំពុងមានសង្គ្រាមអញ្ចឹងសូមឲ្យបងប្អូនយើងជួយទៅតាមអ្វីដែលអាចធ្វើបានឧទាហរណ៍មិនឲ្យថតទីតាំងកងទ័ពយើងផុសមិនឲ្យថតយោធាយើងពលីជីវិតទៅថតបង្ហោះហើយនឹងនៅពេលដែលយោធាកម្ពុជាយើងដឹកសពាវុធទៅក៏ហាមថតផុសដែរនេះជារឿងអ្វីជារឿងមួយដែររដ្ឋាភិបាលយើងសំពាវនាវ
ហើយភេកក្រសួងការពារជាតិរបស់យើងក៏បានអំពាវនាវដែរថាហាមថតផូហាមថតបង្ហោះតាក់ទងនឹងកងទ័ពណាសូមទាំងអស់គ្នាមេត្តាជ្រាបតែប៉ុណ្ណឹង